ណាសពត្រង់អត់ចំណែកនឹងអ្នកដតីព្រោះអ្នកដតីគាត់ត្រឹមត្រូវរបស់គាត់មានបានអីគណៈបុណ្យស័ក្តិលៀបយោះអីទាំងអស់ហ្នឹងត្រឹមត្រូវទៅតាមបុណ្យដែលបានធ្វើមកអញ្ចឹងទៅចិត្តយើងវាមានមុទិតាទួនខ្លួនទៅវាអត់មានចំណែនគ្រាន់តែប៉ុណ្ណឹងយើងចំណេញប្រាក់សម្បើមទៅមិនចាំបាច់ប្រណាំងប្រជែងកវាយកវល់ចំណាយពេលវេលាដើម្បីឲ្យមានឲ្យបានដូចអ្នកដតីអីមិនមែនចិត្តតែប្រឹងបាននោះណាទេប៉ុន្តែយើងស្ងប់ប្រងាប់ចិត្តសម្មាអាជីវោយើងធម្មតាយើងមិនឲ្យសេចក្តីសំខាន់ក្នុងជីវិតជាមួយនឹងសម្បត្តិក្នុងភពទេតែយើងឲ្យសេចក្តីសំខាន់ត្រង់គុណធម៌ដែលត្រូវចម្រើនឡើងជាប្រយោជន៍សុខក្នុងចិត្តសន្តានរស់នៅតាមសម្មាអាជីវោមិនប្រៀបធៀបខ្លួនយើងនឹងអ្នកដតីឲ្យកើតទុកទេបើយើងចេះប្រៀបធៀបក៏យើងប្រៀបធៀបឲ្យចេះល្មមឲ្យចេះស្កប់ស្កល់ទៅបានប្រហែលយើងហើយនឹងបើអ្នកដតីគេមិនទាំងបាននៅរស់មកដល់សប្តាហ៍ថ្ងៃនឹងផងស្លាប់ទៅទាំងមិនតាន់មានសិលហើយសត្វនរកប្រែតិឆានអសុរកាយឥឡូវយើងបានប្រពន្ធនឹងហើយកើតទុកមិនសុខចិត្តរឿងអីទៀតអាហ្នឹងបើយើងចេះប្រៀបឲ្យមានសេចក្តីសុខប្រៀបឲ្យមានសេចក្តីសន្តោសហើយបើចង់ប្រៀបទៅលើឲ្យខ្ពស់ជាមួយនឹងព្រះអរិយបុគ្គលចឹងទៅចឹងដើម្បីយើងប្រឹងប្រែងជាយាមតាមសេចក្តីជ្រះថ្លាក្នុងគុណរបស់ព្រះអរិយទៅដើម្បីឲ្យចិត្តរបស់យើងស្អាតនឹកឃើញគុណព្រះអរិយទៅកុំឲ្យវាសៅមងជ្រោកជ្រែកប្រឡូកប្រឡាក់ជាមួយនឹងអ្នកដតីណាពុទ្ធបរិស័ទញាតិញោមស្រីប្រុសទាំងអស់ស្ដាប់ធម៌រៀនធម៌គួរតែចេះខ្មាស់បាបហ្នឹងឯងចង់និយាយថាខ្មាស់ខ្លួនឯងក៏បានដែររៀនធម៌ស្ដាប់ធម៌ចេះថាធัวចេះនិយាយធัวសន្ទនាធัวអីអញ្ចឹងប៉ុន្តែការប្រព្រឹត្តការអប់រំចិត្តបានប្រពន្ធណាអាហ្នឹងត្រូវផ្ទៀងផ្ទាត់កន្លែងនឹងផងចឹងហ្នឹងឯងកុំឲ្យទុកធัวចោលពាក្យថាទុកធัวចោលហ្នឹងបានក្តីថាយើងស្ដាប់ធัวយើងរៀនធัวយើងចាំធัวយើងចេះធัวប៉ុន្តែមិនប្រតិបត្តិធัวនឹងឯងអានឹងឯងដែលឈ្មោះថាទុកធัวចោលអញ្ចឹងធัวនឹងអត់ពូកែទេដូចថ្នាំយើងអត់លេបអញ្ចឹងមានបកែអីនៅតែក្នុងដបហ្នឹងឯងអានណែថ្នាំនេះក្មេងលេបពាក់កដាលចាស់លេបប៉ណេះប៉ណោះមួយថ្ងៃមួយដងគឺព្យាបាលរោគអីចឹងទៅបានតែអានរួចទៅថ្នាំនៅក្នុងដបដដែលហ្នឹងឯងរួចទៅក្អកខេះដែលទៅអូឈឺពោះឈឺកាពះអីចឹងទៅហ្នឹងឯងមានជាអីបើថ្នាំនៅតែក្នុងដបអាហ្នឹងគឺប្រៀបដើម្បីឲ្យយើងបានយល់ថាធัวរបស់ពុទ្ធបកែសម្រាប់អ្នកប្រព្រឹត្តបរិបត្តិដែលអាចកម្ចាត់បងរោគក្តៅរោគកិលេសក្នុងចិត្តសន្តាននឹងបាននឹងឯងមិនមែនបកែត្រង់យើងដូចថាមានរូបភាពឥឡូវថាញាតិញោមអញ្ចឹងទៅចុះសរសើរច្រើនហើយតាមស្ដាប់ធัวអីនឹងសរសើរច្រើនហើយឥឡូវរំលឹកម្ដងអញ្ចឹងទៅចោះកុំឲ្យគ្រាន់តែរូបភាពល្អមើលនឹងឯងចឹងកុំឲ្យគ្រាន់តែរូបភាពល្អមើលថាអូគឺថាស្ដាប់ធัวរៀនធัวចេះធัวនិយាយធัวអីនឹងឯងគឺត្រូវឲ្យល្អគុណភាពសម្រាប់ខ្លួនយើងពេលវេលាសល់តិចណាស់ហើយណាបណ្ដោយទៅអាស្រ័យការដែលយើងបង្អួតបង្អភ្នែកតិចអ្នកដតីហ្នឹងល្មមយើងគ្រប់គ្រាន់ហើយត្រូវរត់ទីពឹងខ្លួនឯងណានាដឹងក៏ដោយណានាឮក៏ដោយមិនដឹងមិនឃើញអីក៏ដោយគឺយើងដឹងតែថាប្រម៉ែប្រមូលគុណធម៌គុណតម្លៃនៃជីវិតគឺឲ្យច្បាស់ប្រកបព្រោះ
អ្នកដឹងអ្នកមិនដឹងមិននៅជាមួយយើងយូរប្រហែលទេយើងត្រូវចាកលោកនឹងទៅទេប្រយោជន៍អីទៅត្រង់ដែរយើងខំធ្វើសេចក្តីល្អព្រោះហេតុតែដើម្បីឲ្យគេសរសើរយើងខំធ្វើសេចក្តីល្អដើម្បីឲ្យគេថាយើងល្អហ្នឹងល្មមគ្រប់គ្រាន់ហើយឥឡូវនេះសល់ពេលតិចយើងធ្វើអ្វីៗសម្រាប់ខ្លួនយើងថងទៅកុំធ្វើឲ្យតែអ្នកដទៃនោះនឹងឯងទាំងគឺត្រូវតែគិតគូរដល់ខ្លួនយើងទាំងអាហ្នឹងឯងអញ្ចឹងចិត្តហ្នឹងវាមមតំទៅតាមហ្នឹងវាមិនញាប់ញួរអីទៅនឹងលោកធัวទៅពេកទេសេចក្តីល្អរបស់យើងវាមិនរលាយបាត់ដោយសារតែអ្នកដទៃគេអត់ដឹងសេចក្តីល្អរបស់យើងវាមិនរលាយបាត់ដោយសារតែអ្នកដទៃគេស្ដីគេថាសេចក្តីល្អរបស់យើងវាមិនមែនទៅអាក្រក់តាមមាត់គេថាអាក្រក់ណាស់អីចឹងទៅក៏អាក្រក់តាមមាត់គេសំបីមាត់ទេពសំបីមាត់ប្រអិនក៏ដោយក៏មិនអាចមកធ្វើសេចក្តីល្អថាសេចក្តីល្អនឹងបាបក្តីល្អនឹងអាក្រក់វាមិនអាចទៅតាមមាត់អ្នកដទៃទេមាត់ប្រអិនមាត់ប្រព្រំអីក៏ដោយគឺបរមត្តធัวតែល្អគឺល្អហ្នឹងឯងដូច្នេះគឺយើងនឹករលឹកដល់ពេលវេលាយើងមានតិចតួចណាស់ត្រូវធ្វើអ្វីសម្រាប់ខ្លួនឯងផងកុំឲ្យយើងគ្រាន់តែធ្វើដើម្បីអ្នកដទៃធ្វើដើម្បីបង្អួតបង្អឲ្យអ្នកដទៃហ្នឹងគេទទួលស្គាល់ថាយើងជាមនុស្សល្អគេសរសើរគេលើកតម្កើងអីហ្នឹងអាហ្នឹងល្មមហួសពេលហួសវេលាហើយអាហ្នឹងឥឡូវយើងត្រូវធ្វើអ្វីដើម្បីសេចក្តីល្អរបស់យើងឲ្យយើងទទួលស្គាល់ខ្លួនឯងថាជាការងារល្អអំពើល្អនឹងឯងហើយនឹងព្រាត់ប្រាសចាកអំពីលោកនេះទៅចាកអ្នកដែលនៅជុំវិញខ្លួនយើងទៅគឺយើងត្រូវរស់នៅជាមួយនឹងខ្លួនឯងជាមនុស្សល្អក៏ណាយើងមិនអាចរួមដំណើរក្នុងសង្សារវដ្តជាមួយនឹងខ្លួនឯងជាមនុស្សអាក្រក់ទៅនោះទេហ្នឹងឯងអញ្ចឹងគឺគុណធម៌គឺសេចក្តីអត់ធន់ហ្នឹងចម្រើនឡើងណាប៉ុណ្ណាដូចជាព្រះអង្គទ្រង់សម្ដែងថាបើមានវិធីដើម្បីឲ្យរួចផុតចាកទុក្ខដោយការចាក់ដោយលំពេងមួយថ្ងៃ300លំពេងព្រឹក100ថ្ងៃ100ល្ងាច100រហូត100ឆ្នាំមួយថ្ងៃ300លំពេងណាមិននិយាយពីស្លាប់បាត់ទៅគេចិត្តតែចាក់អត់ដឹងអីទេណានិយាយពីសេចក្តីទុក្ខលំបាកការឈឺចាប់យើងមើលគ្រាន់តែយើងនិយាយមែនទេនោះគ្រាន់មកជុលចាក់ថ្នាំយើងខ្លាចហើយតែមកជុលគេធ្វើយ៉ាងល្អចាក់សឹងតែមិនដឹងឈឺហ្នឹងអ្នកខ្លះខ្លាចមកជុលមែនទេអញ្ចឹងទៅហើយចាំបាច់និយាយដល់ទៅបន្លាចាំបាច់និយាយដល់ទៅអីស្អីឯណាហ្នឹងឯងខ្លះធ្វើជាងធ្វើកម្មករអីដែកសំណង់នឹងវាល្អែលធ្លាក់មកបុកធ្លាយក្បាលអីចឹងទៅហ្នឹងឯងហើយមិនតន់ស្លាប់ពីណាត្រូវយកទៅពេទ្យគេវះគេកាត់អីចឹងទៅតាមហ្នឹងឯងអាហ្នឹងប៉ុណ្ណឹងយើងស្រាវយើងស្ញើប៉ុណ្ណាទៅធ្លាក់មកមានម្នាក់នឹងឡើងដើមស្លាឡើងទៅស្រាប់តែវាយកទៅវាបាក់ហើយដល់បាក់វាមិនបានធ្លាក់មកតាមបាក់វាភ័យលឺសូរប្រុសទៅរោតទម្លាក់មកជុងនឹងដើមស្លានឹងឯងទៀតដែលវាបាក់ទៅវានៅសល់ដើមវានឹងស្រួចជុងលូកជាប់នៅនឹងដើមស្លានឹងទៅហើយយើងគ្រាន់តែលឺអញ្ចឹងមិនសូវអីឃើញរូបនោះយើងស្រាវទៅមែនទេចឹងប៉ុណ្ណាហ្នឹងឯងហើយនេះគ្រាន់តែរំលឹកពីរឿងបន្តិចបន្តួចហើយចូលតម្រាំដល់ទៅមួយថ្ងៃ300លំពេងចឹងមើលហើយព្រះអង្គសម្ដែងថាបើមានវិធីឲ្យរួចផុតចាកទុក្ខអញ្ចឹងណាគឺថាឲ្យគេចាក់មួយថ្ងៃ300លំពេងហ្នឹងណារហូតមួយឆ្នាំ365ថ្ងៃ
រហូតមួយឆ្នាំហើយមួយឆ្នាំទៀតដល់ទៅ100ឆ្នាំអាហ្នឹងឲ្យបានរួចផុតចាក់ទុកព្រះអង្គថាអ្នកទាំងឡាយឲ្យគេចាក់ទៅបើមានវិធីដើម្បីរួចផុតចាក់ទុកដោយការចាក់ដោយលំពេងហ្នឹងអាហ្នឹងយើងនឹករលឹកពុទ្ធដីកាហ្នឹងមើលទៅក្នុងសង្យុត្តនិកាយណាសច្ចៈសង្យុត្តហ្នឹងត្រង់ដែលព្រះអង្គរំលឹកថាមនាលវិខទាំងឡាយវាអត់មានវិធីដើម្បីរួចផុតចាក់ទុករបៀបហ្នឹងទេនេះប្រសិនបើទេដែលព្រះតថាគតលើកឡើងនឹងដើម្បីឲ្យអ្នកទាំងឡាយនឹងឯងមានសេចក្តីអត់ធន់មានសេចក្តីព្យាយាមដើម្បីត្រាស់ដឹងនៅសច្ចធម៌ការត្រាស់ដឹងសច្ចធម៌ឯណេះបានអាចរួចផុតចាកទុកបានហើយអាការដែលត្រាស់ដឹងសច្ចធម៌ហ្នឹងយើងត្រូវអត់ធន់ណាយើងត្រូវព្យាយាមណាហើយអត់ធន់ព្យាយាមហ្នឹងវាមិនដល់ថ្នាក់អីដែលគេចាក់មួយថ្ងៃ300លំពេងទេមិនក៏យើងអត់ធន់មិនបានបើមានវិធីដើម្បីឲ្យរួចផុតចាកទុកដោយការចាក់ដោយលំពេងហ្នឹងអាហ្នឹងព្រះអង្គបញ្ជូនឲ្យទៅឲ្យគេចាក់ទៅវាគ្រាន់តែថាវាអត់មានវិធីហ្នឹងវាតតែត្រាស់ដឹងសច្ចធម៌ហើយត្រាស់ដឹងសច្ចធម៌ហ្នឹងវាមិនងាយអីណាវាតតែអាស្រ័យសេចក្តីអត់ធន់សេចក្តីព្យាយាមនឹងឯងហ្នឹងឯងអញ្ចឹងព្រះអង្គទ្រង់សម្ដែងហ្នឹងគឺឲ្យយើងមានសេចក្តីអត់ធន់ហ្នឹងហើយគ្រាន់តែពាក្យសម្ដីអ្នកដតីអីប៉ុណ្ណឹងដែលវាคล้ายទៅជាដាវលំពេងចាក់ដោតដល់បេះដូងដល់ចិត្តសន្តានមកពីយើងទទួលតើទាំងមកពីយើងទទួលចឹងទៅវាទៅជាខ្យល់ព្យុះខ្យល់កន្ត្រាក់បោកបក់ចិត្តសន្តានរបស់យើងនឹងទៅខ្យល់មាត់អ្នកដតីសោះហ្នឹងណាហ្នឹងឯងតែដោយសារការដែលយើងទទួលយកមកគិតឲ្យកើតទុកខ្លួនឯងទៅតើមាននរណាគេបង្ខិតបង្ខំអីទេអាកន្លែងហ្នឹងនោះខ្យល់មាត់អ្នកដតីហ្នឹងគឺចង់និយាយពីសំឡេងដែលវាមកប៉ះនឹងតិចទៅប៉ុណ្ណឹងវារលត់បាត់ទៅហើយចិត្តដែលនាំឲ្យនិយាយហ្នឹងក៏វារលត់បាត់ទៅដែរហើយយើងប្រកាយប្រកាន់ខឹងជាមួយនឹងអ្នកណាខណ្ឌណាខណ្ឌហ្នឹងដែលធ្វើនៅអំពើមិនគួរកប់បីអីដាក់យើងហ្នឹងវារលត់បាត់ទៅហើយហ្នឹងឯងយើងវេកញែកចែកធាតទៅតាមហ្នឹងទៅយើងគិតទៅខឹងជាមួយនឹងដីជាមួយទឹកជាមួយភ្លើងជាមួយខ្យល់ឬក៏យើងត្រូវទៅខឹងជាមួយសក់រោងកញ្ចក់ធ្មេញស្បែកជាមួយធាតហ្នឹងយើងគិតទៅស្អប់អីហ្នឹងឯងហើយអ្នកណាដែលបញ្ចូលរឿងដែលនាំឲ្យយើងមួម៉ៅក្តៅកាហាយគឺមិនមានអ្នកដតីណាសោះដោយសារតែអវិជ្ជាល្ងងខ្លៅរបស់យើងនឹកគិតឲ្យកើតទៅជាមានរឿងដែលសម្រាប់ឲ្យយើងប្រកាន់ស្អប់នឹងចឹងទៅហើយសម្គាល់ថាយើងនឹងមិនឲ្យគេមើងងាយមិនឲ្យគេស្ដីថាអីចឹងទៅចង់ក្រាន់បើកន្លែងហ្នឹងតែព្រះពុទ្ធអង្គមិនឲ្យក្រាន់បើកន្លែងហ្នឹងទេព្រះអង្គឲ្យក្រាន់បើត្រង់ដែលអត់ធន់នេះទេហ្នឹងឯងឲ្យរឿងរ៉ាវហ្នឹងវាកន្លងផុតទៅស្ងប់រងាប់ទៅវាអត់មានបញ្ហាដែលនឹងត្រូវឆ្លោះប្រកែកតោះតេងគ្នាបង្កអរិភាពបង្កសត្រូវឬក៏ទៅជារឿងរ៉ាវធំដុំទៅទេឲ្យវាអស់ត្រឹមប៉ុណ្ណឹងទៅនឹងឯងវាដូចជាថាចិត្តដែលនាំឲ្យគេនិយាយនឹងឬក៏នាំឲ្យគេធ្វើអាកប្បកិរិយាអីហ្នឹងវាកើតឡើងហើយវារលត់ទៅហើយអាពាក្យសម្ដីអាសំឡេងហ្នឹងក៏រលត់ទៅអាកប្បកិរិយាកាយវិញ្ញាណហ្នឹងក៏បាត់ទៅហើយវានៅតែការចងចាំទេតើហើយអាការចងចាំហ្នឹងគឺអាចចោលបានទេតើមិនក៏មិនចងចាំសេចក្តីល្អដែលយើងបានធ្វើមិនក៏មិននឹកទៅលើសេចក្តីល្អរបស់អ្នកដទៃផងទៅមិនក៏មិននឹកគុណពុទ្ធគុណពធគុណប្រសង្ឃទៅមិនក៏មិននឹកដល់វិបាករបស់កម្មទៅ
អាត្រង់ដែលឃើញរូបហ្នឹងជាវិបាករបស់កម្មបានដឹងរឿងថាគេកាច់រឹកកាច់រៀងគេបូនមាត់ឬក៏គេពេតមាត់ឬក៏គេសឡក់សឡឹងឬក៏គេកតុយភ្នែកអីទាំងអស់ហ្នឹងណាហ្នឹងឯងចឹងអាការដែលចាំរឿងហ្នឹងណាអាហ្នឹងគឺជាសញ្ញាដែលកើតឡើងជាមួយនឹងតោសៈមូលចិត្តថ្នាំងថ្នាក់បដិខៈទៅនៅក្នុងហ្នឹងហើយសភាពហ្នឹងមើលចិត្តដែលនាំឲ្យគេធ្វើអញ្ចឹងក៏វារលត់បាត់ទៅហើយអាស្អីហ្នឹងអាកប្បកិរិយាស្អីហ្នឹងក៏វារលត់បាត់អស់ទៅហើយមាននៅសល់ឯណាទៀតដូច្នេះគឺអាការដែលឃើញរូបហ្នឹងវាជាអកុសលវិបាកដែលកើតឡើងនៅក្នុងពេលហ្នឹងដោយសារឃើញរូបហ្នឹងក៏វារលត់បាត់ទៅដែរវានៅសល់តែការចាំរឿងហ្នឹងឯងហើយអាការលឺសំឡេងហ្នឹងក៏ជាអកុសលវិបាកនឹងពុទ្ធបរិស័ទយើងកុំឲ្យធัวដែលយើងរៀនហ្នឹងនៅតែក្នុងសៀវភៅកុំឲ្យនៅតែក្នុងគម្ពីរត្រូវសិក្សាប្រតិបត្តិឲ្យកើតទៅជាគុណធម៌ថាបដិបត្តិធម៌ហ្នឹងគឺអីគឺសេចក្តីអត់ធន់បានហ្នឹងណាសេចក្តីអត់ធន់ហ្នឹងនៅរក្សាសិលបានណាគឺហ្នឹងហើយបើយើងមិនអត់ធន់ទេបណ្ដោយឲ្យសេចក្តីក្រោធកើតឡើងអាសេចក្តីក្រោធហ្នឹងជាខ្មាំងសត្រូវសម្រាប់កោះរំលើងឬគល់គឺសិលរបស់យើងនឹងឯងហើយស្អីយើងចេះលះបង់បានចេះលះបង់ទ្រព្យសម្បត្តិឲ្យទានគុណចាស់លះបង់វង្សាកណាញាតចូលមកកម្មភ្នោះហើយនៅអោបកសោបសត្រូវដែលសម្រាប់ទំលាយឬគល់របស់សិលយើងនឹងទុកធ្វើអីក៏ត្រូវតែចោលទៅដែរដោយគុណធម៌គឺសេចក្តីអត់ធន់នឹងឯងឲ្យរឿងហ្នឹងក៏វាកន្លងផុតទៅដោយអត់មានបញ្ហាអីដែលសម្រាប់ឲ្យយើងលំបាកឧទាហរណ៍ថាយើងឃើញគេធ្វើអីខុសកោះចិត្តឆ្កំឆ្គងហ្នឹងឯងហើយយើងក៏បានប្រព្រឹត្តទៅរកអ្នកដតីហ្នឹងឧទាហរណ៍ថាវាយតប់គេអីចឹងទៅហ្នឹងឯងឬក៏ថាបើករថយន្តបើកគៀគេចឹងទៅហ្នឹងឯងអានឹងវាប្រហើនណាអញសផ្លេទីតវាអត់ព្រមកិច្ចអីចឹងទៅឧទាហរណ៍ណាហ្នឹងឯងហើយដល់ទៅគេរងគ្រោះគេកើតទុក្ខសោកចិត្តហ្នឹងឯងចឹងគេតាមតំណាក់តំណងប៉ូលីសអីចឹងទៅអាជ្ញាធរអីចឹងទៅគេខាត់ណាសួរនាំទៅប៉ោះប៉ូលីសឃើញយើងខាតពេលហ្នឹងឯងហើយត្រូវបង់ផាពិន័យទទួលទោសទណ្ឌអីទៅតាមនឹងចឹងទៅទៀតតិចលោវាជ្រុលទៅធ្វើឲ្យគេបាក់ដៃបាក់ជើងអីចឹងទៅឬក៏អាចស្លាប់អីទៅក៏បានដែរហើយមើលគេគ្រាន់តែមានកំហុសបន្តិចបន្តួចប៉ុន្តែយើងបានជាភ្លេចថាណែអាការដែលយើងត្រូវធ្វើទៅគេវិញរហូតដល់ទៅឲ្យគេស្លាប់ហ្នឹងឯងហើយយើងអត់មើលឃើញខុសទេមកពីយើងគិតថាគេធ្វើដាក់យើងមុនអញ្ចឹងអាកំហុសរបស់យើងទាំងប្រមាណធ្វើត្រឡប់ទៅគេវិញយើងអត់គិតថាខុសទេអាហ្នឹងមកអំពីគេធ្វើដាក់យើងមុនអាហ្នឹងគឺយើងមើលអត់ឃើញអ្វីដែលវាជាបាបធម៌អ្វីដែលជាទោសកំហុសដែលត្រូវធ្វើទៅរកអ្នកដទៃវិញព្រះអង្គសម្ដែងថាបើអ្នកដទៃគេខឹងក្រោធហើយយើងខឹងក្រោធទៅរកគេវិញហ្នឹងអាក្រក់ជាងអ្នកគេខឹងក្រោធមុននឹងទៅទៀតហ្នឹងឯងមកពីយើងដឹងថាគេខឹងគេក្រោធគេធ្វើនៅអំពើខុសកំឆ្គងហើយហ្នឹងណាហើយអត់ភ្ញាក់រលឹកអត់មានស្មារតីទៅធ្វើខុសជាងគេនឹងទៅទៀតហ្នឹងឯងដោយទេវតានឹងឲ្យក្របបីព្រះបរមពុរិស័ទសម្លាប់អាស្វាចង្រៃនឹងទៅវាលោតលេងលើខ្នងក្របបីព្រះបរមពុរិស័ទវាបន្តបងម៉ូតលិមួកដាក់ព្រះអង្គទៀតហើយទេវតាប្រាប់ឲ្យក្បីនឹងឯងវត្តវាឲ្យធ្លាយបេះដូងជន់កំតិចដោយជើង
ព្រះបរមពុរិស័ទថាស្វាវាគ្រាន់តែធ្វើប៉ុណ្ណឹងដាក់យើងហើយដល់តែយើងទៅសម្លាប់ស្វានឹងហើយមើលអត់ឃើញទោសកំហុសនឹងទេឬទេវតាឯងមិនមែនមិត្តសម្លាញ់របស់យើងទេប្រាប់ឲ្យយើងធ្វើនៅបាបកម្មហ្នឹងអាហ្នឹងឯងនេះក៏លើកជាឧទាហរណ៍រឿយដើម្បីបញ្ជាក់ឲ្យឃើញថាបើយើងដឹងថាអ្នកដទៃធ្វើអីខុសហើយហ្នឹងយើងរង្គៀសចំពោះទោសកំហុសហ្នឹងហេតុអីក៏ឲ្យទោសកំហុសហ្នឹងកើតឡើងក្នុងខ្លួនយើងបើយើងដឹងថាអាហ្នឹងវាអាក្រក់ហើយណាបើយើងបដែតបដោយយើងអាចខឹងនឹងគេពីព្រោះគេធ្វើអាក្រក់បើយើងដឹងតែគេអាក្រក់ហើយយើងបណ្ដោយឲ្យអាសភាវៈអាក្រក់កើតឡើងក្នុងយើងដោយយើងមើលមិនឃើញថាវាអាក្រក់យើងអាងតែគេធ្វើដាក់យើងមុនអញ្ចឹងយើងធ្វើទៅក្រោយអត់អាក្រក់ទេអញ្ចឹងណានឹងគឺជាការយល់ខុសព្រោះសភាវៈអាក្រក់គឺអាក្រក់ហើយអាក្រក់ជាងអ្នកមុនទៅទៀតព្រោះមានឧទាហរណ៍ប្រាប់យើងហើយយើងនៅតែមិនដឹងទៅទៀតអានឹងឯងបានថាតាសេវតេនបាបយោហ្នឹងវាអាក្រក់ជាងអ្នកដែលធ្វើបាបមុននឹងទៅទៀតនឹងឯងហ្នឹងគឺព្រះពុទ្ធអង្គទ្រង់រំលឹកដាស់តឿនទូលមានអញ្ចឹងដូច្នេះត្រូវនឹករលឹកឱវាទរបស់ព្រះអង្គរឿយដោយដែលព្រះអង្គសម្ដែងនៅក្នុងកកញ្ចោបមសូត្រខាងដើមនៃ3ដកលេខ21ថាបើចោរចាប់អ្នកទាំងឡាយយកទៅអាដោយរណាដែលមានដៃទាំងសងខាងបើអ្នកទាំងឡាយមានទោសចិត្តបន្ទុះចំពោះចោរនោះដោយការដែលមិនអត់ធន់នឹងអ្នកទាំងឡាយឈ្មោះថាមិនបរិបត្តិបូជាដល់ព្រះតថាគតទេនឹងឯងចឹងហ្នឹងគឺព្រះអង្គសម្ដែងអញ្ចឹងនឹករលឹកដល់អាវាទនឹងទៅមើលនឹងចោរចាប់យកទៅអាណាទាំងហើយបើមានការខឹងក្រោធថ្នាំងថ្នាក់អអន់ចិត្តចំពោះអំពើដែលចោរបានធ្វើនឹងឈ្មោះថាមិនបូជាព្រះអង្គទេនឹងឯងមិនប្រព្រឹត្តទៅតាមអាវាទព្រះសាស្តាឡើយអញ្ចឹងត្រូវនឹករលឹកដល់អាវាទដែលព្រះអង្គសម្ដែងពីរណាហ្នឹងឯងហៅថាកកញ្ចោបមសូត្រគឺឧបមាពីរណាហ្នឹងឯងកកច្ចៈហ្នឹងណាកចហ្នឹងកកច្ចៈហ្នឹងប្រែថារណាហើយឧបមាមកទៅជាកកញ្ចោបមសូត្រប្រសូត្រឧបមាដោយរណាហ្នឹងមើលក្នុង3ដកលេខ21ចឹងព្រះអង្គទ្រង់ទូលមានវិខដូចជាព្រះមូលយៈភគុណៈហ្នឹងឯងដែលច្រើនទៅដោយសេចក្តីក្រោធហើយនឹករលឹកដល់អាវាទព្រះអង្គដែលទ្រង់សម្ដែងអំពីចាក់ដោយលំពេងមួយថ្ងៃ300លំពេងរហូតដល់ទៅ100ឆ្នាំពីព្រោះវដ្តសង្សារដែលអ្នកទាំងឡាយមិនបានត្រាស់ដឹងសច្ចធម៌មិនបានធ្វើទីបំផុតនៃភពជាតិកំណើតហ្នឹងណាគឺរងសេចក្តីទុក្ខជាងការចាក់ដោយលំពេងនឹងក្រៃលែងណាស់រាប់ពាន់ម៉ឺនសែនលានដងគ្រាន់តែរងទុក្ខនៅក្នុងអវិជ័យនរកវាក្រៃលែងជាងការចាក់ដោយលំពេងមួយថ្ងៃ300លំពេងហើយ100ឆ្នាំនឹងទៅហើយមិនចាំបាច់និយាយដល់តែច្រើនជាតិទេនឹងឯងព្រោះតែមិនបានត្រាស់ដឹងនៅសច្ចធម៌ហ្នឹងឥឡូវនេះចង់រំលឹកឲ្យយើងបានមានសេចក្តីអត់ធន់ត្រង់ដែលថាអ្នកណាគេមកសម្លាប់យើងមើលគេធ្វើអីមានដល់ថ្នាក់មកសម្លាប់យើងឯណាប៉ុណ្ណឹងត្រូវរៀនអប់រំមេត្តាចិត្តរៀនអប់រំចិត្តគំនិតត្រូវគិតថាអ្នកដទៃល្អចំពោះយើងហើយមានតែអរគុណអ្នកដទៃនេះគឺបណ្ណោវាទសូត្រណាព្រះបណ្ណៈបន្លឺសីយនេតចំពោះពភៈព្រះសាស្តាណាព្រះអង្គទទួលសាធុនៅក្នុង3ដកលេខ28ចឹងបណ្ណោវាទសូត្ររៀនមើល3ដកឲ្យពីរោះទៅមើលចឹងណាញាតិញោមណាដែលមិនតាន់បានអាននឹងអ្នកដែលបានអានមុនសិតតែពីរោះណាពីរោះមែនទៅណាចំប្រសូតណាអីទី1ដោយខ្លួនឯងហ្នឹងនៅជាមួយនឹងចំណោមពុទ្ធបរិស័ទសម័យពុទ្ធកាលអញ្ចឹងទី2គឺបានទទួលអាវាទព្រះអង្គផ្ទាល់នឹងឯងចឹងមើលនន្តកោវាទសូត្របណ្ណោវាទសូត្រ
រៀលលោវ៉ាតសូតអនាថបិណ្ឌិកោវ៉ាតសូតឆាន់ណោវ៉ាតសូតគឺថាអវាទសម្បើមណាស់ទាំងក្នុងមជ្ឈិមនិកាយហ្នឹងរៀនអានរៀនមើលឲ្យពីរោះទៅអប់រំចិត្តនឹងឲ្យចិត្តដិតជាមួយនឹងបត្រៃបីដកទៅបរិភោគបេតិក្នុងធัวទៅនឹងឯងចឹងរីករាយហើយនឹងជំនួសមាសប្រាក់លុយកាក់ភ្នំមាសភ្នំប្រាក់ឯណាក៏មិនស្មើចឹងពីព្រោះចិត្តនឹងមានការអប់រំសុខស្ងប់តិចអញ្ចឹងយើងមើលមាននរណាគេមកសម្លាប់យើងហើយត្រង់ដែលគេស្ដីគេថាគេប្រមាថមើលងាយអីក៏ដោយប៉ុណ្ណឹងនេះទុកថាមានការងារសម្រាប់ឲ្យយើងធ្វើហើយយើងនឹងគឺអីយើងនឹងគឺយើងនឹងវាមិនមែនអ្នកដតីប៉ុន្តែចង់និយាយអំពីសេចក្តីអត់ធន់កើតឡើងហ្នឹងឯងបើមិនមានរឿងរ៉ាវអញ្ចឹងអាណិតថាអារម្មណ៍អញ្ចឹងធ្វើម៉េចមានការងារឲ្យសេចក្តីអត់ធន់ធ្វើទៅបើអ្វីចិត្តជាទីត្រេកអរជាទីពេញចិត្តអីអញ្ចឹងទៅវាចម្រើនទៅដោយរាគៈវាចម្រើនទៅដោយលោភៈអញ្ចឹងទៅនឹងឯងដូច្នេះយើងត្រូវយល់ដឹងថាជីវិតដែលកើតមកនេះយើងមិនចេះតែបាននៅអ្វីជាទីត្រេកអរជាទីពេញចិត្តគ្រប់រឿងទៅទេវាមិនអាចមានតែលៀបទេវាអត់លៀបផងវាមិនអាចមានតែយោះទេវាអត់យោះផងវាមិនអាចមានតែសរសើរទេវាមាននិន្ទាផងវាមិនមែនមានតែសុខទេវាមានទុក្ខដែរត្រូវយល់អំពីសភាពនៃជីវិតហ្នឹងអញ្ចឹងហើយប្រតិបត្តិដើម្បីប្រគល់សេចក្តីសុខនឹងឲ្យវត្តដាក់នឹងទៅហើយរកការរួចផុតចាកទុក្ខវិញកុំរវល់តែដេកត្រាំនៅក្នុងទុក្ខដើម្បីរស់សុខក្នុងទុក្ខនឹងព្រះអរិយៈលោកចេញពីទុក្ខទៅដល់ព្រះនិព្វានបរមសុខលោកមិនបានមករស់សុខក្នុងបញ្ញខណ្ឌទេសុខក្នុងបញ្ញខណ្ឌនឹងប្រគល់ឲ្យបញ្ញខណ្ឌនឹងទៅសតិប្បដ្ឋានជាដំណើរចេញចាអំពីឧបាទានខណ្ឌបរមសុខដែលមិនមានការតាក់តែងនៅចិត្តចេតសិករូបមិនមានការតាក់តែងនៅអភិសង្ខារមិនមានការតាក់តែងនៅសេចក្តីទុក្ខដោយប្រការណានោះគឺជាការរលត់ទៅជាការអស់ទៅនៃវដ្តទុក្ខនឹងឯងចឹងដោយការអស់តណ្ហានឹងឯងដោយការរលត់អវិជ្ជាជាឫសគល់នឹងព្រោះអាស្រ័យវិជ្ជាការចេះដឹងទាំងអស់នេះឯងចឹងភ្លឺស្វាងឡើងឥឡូវនិយាយពីសេចក្តីអត់ធន់ទៀតដើម្បីញាតិញោមពុទ្ធបរិស័ទយើងចងចាំចឹងទៅយើងមើលតើយើងទទួលស្អីឲ្យវាខ្លាំងក្លាដូចជាត្រូវដោយលំពេងហ្នឹងឯងមើលហើយអាសេចក្តីទុកផ្លូវចិត្តយើងអាចថាណែអាមាត់អ្នកដតីហ្នឹងវាជាដាវលំពេងចាក់ដោតដល់ចិត្តសន្តានយើងឈឺចាប់ណាស់អីហ្នឹងយើងកុំចិត្តទេប្រកាសទោសកំហុសឲ្យអ្នកដតីទាំងស្រុងនោះអ្វីជាខាងក្រៅហ្នឹងវាគ្រាន់តែមកប៉ះនឹងតិចតាបើកុំតែយើងទទួលយកមកឈឺចិត្តស្អីអ្នកណាមកចេះធ្វើចិត្តឲ្យយើងឈឺស្រាច់តែហ្មងនោះបើអញ្ចឹងគេធ្វើឲ្យពុទ្ធចេះឈឺបតីដែរដែលគេស្អប់ព្រះហ៎ដែលគេចំណែននឹងព្រះអរហន្តគេធ្វើឲ្យព្រះអរហន្តនឹងចេះឈឺចិត្តឈឺបតីដែរហើយធ្វើមិនបានធ្វើតាមរយៈអីជេរស្ដីត្រឹមតែសំឡេងប៉ះតិចជ្រុះអស់បាត់ហើយអត់មានចូលទៅដល់ក្នុងឯណាធ្វើម៉េចអាកប្បកិរិយាញាក់មុខញាក់មាត់ម៉េចគឺណាបូនមាត់បត់ដុំដៃម៉េចធ្វើទៅវាប៉ះទៅនឹងភ្នែកឲ្យជ្រុះអស់បាត់ហើយមានស្អីចូលទៅបៀតបៀនសន្តានចិត្តប្រថៃណាស្របដូច្នេះអាការដែលយើងឈឺចុកចាប់ក្នុងចិត្តហ្នឹងយើងកុំចិត្តទៅថាមកពីគេណាអត់មានគេណាធ្វើឲ្យទេគឺមកពីយើងគិតខុសតែខ្លួនឯងហ្នឹងណាសាងរឿងហ្នឹងឲ្យកើតទុកឲ្យខឹងតែខ្លួនឯងហ្នឹងអញ្ចឹងទៅណាបានជាយើងត្រូវមានសេចក្តីអត់ធន់ហ្នឹងជាមួយនឹងអារម្មណ៍ដែលនាំឲ្យខឹងដែលនាំឲ្យក្រោធសូម្បីតែអារម្មណ៍ដែលនាំឲ្យស្រឡាញ់ក៏ត្រូវតែអត់ធន់ដែរព្រោះអាខឹងក្រោធហ្នឹងវាមានបច្ច័យពីសេចក្តីស្រឡាញ់ណាសេចក្តីត្រូវការប្រាថ្នាណាការជាប់ជំពាក់ណាដល់ទៅវាមិនបានដូចធ្លាប់ដែលស្រឡាញ់ដែលត្រេកអរដែលពេញចិត្ត
ពីដើមមកហ្នឹងធ្លាប់តែសរសើរធ្លាប់តែលើកតម្កើងហ្នឹងមិនដែលមាននរណាស្ដីថាអីឲ្យសោះគ្រាន់តែគេមិនសរសើរតែប៉ុណ្ណឹងក៏ខឹងនឹងគេបាត់ហើយមិនក៏មិនសរសើរខ្ញុំគាត់ណាហ្នឹងឯងមិនចាំបាច់ដល់តែគេស្ដីថាទេអាហ្នឹងរឿងធ្លាប់វាជារឿងលោភៈដែលជាប់ជំពាក់ជាមួយនឹងរបស់មាលោភៈជាប់ជំពាក់ជាមួយនឹងរបស់ក្នុងលោកល្ងងហ្នឹងណាដូចនៅក្មេងតូចអញ្ចឹងណាកើតមកឃើញពលឺថ្ងៃហ្នឹងក៏សប្បាយឃើញអាអីលឿងក្រហមក៏អតាំងពីនៅគេងក្នុងរឹងម៉ែចូលរឹងទៅយកកណាត់ក្រហមមកដាក់ពីលើពើណាញឹមមកសើចសប្បាយមើលឃើញរូបហ្នឹងរួចទៅចេះញ៉ាំនំទៅចេះរត់លេងទៅទៅសបាយទៅគឺត្រេកអររីករាយជាមួយនឹងអ្វីក្នុងโลกហ្នឹងមកពីអីមកអំពីអាចិត្តសន្តាននេះដែលវាធ្លាប់ត្រេកអររីករាយរាប់ជាតិជាអនេកមកហើយហ្នឹងវាមានអនុស្ស័យជាប់មកតែដល់ឥឡូវវាជួបនៅអារម្មណ៍ទាំងអស់ហ្នឹងចេះសបាយចេះរីករាយចឹងទៅដល់មកធំហើយហ្នឹងអាម៉េចមើលគឺនៅតែត្រេកអរនៅតែរីករាយជាមួយនឹងសម្បត្តិក្នុងโลกហ្នឹងទៀតនោះអាហ្នឹងគឺបានដីថាម៉េចបានដីថាយើងនៅលេងរបស់ក្នុងโลกហ្នឹងរបស់ក្នុងโลกហ្នឹងឲ្យតែជាអារម្មណ៍របស់លោភៈសុទ្ធតែជាគ្រឿងលេងទាំងអស់ឲ្យតែជាអារម្មណ៍របស់លោភៈសុទ្ធតែជាគ្រឿងញៀនទាំងអស់សុទ្ធតែជាគ្រឿងសវឹងទាំងអស់ហើយទៅជាថ្នាំពឹសថ្នាំពុលទៀតពីព្រោះវាសាងសេចក្តីទុក្ខក្តីសោកក្តីសឹកសួលគក់ទ្រូងកន្ទក់កន្ទិញវង្វេងភ្លេចដោយសារការបាត់បង់លៀបយោបាត់បង់នៅរបស់ដែលជាទីស្រឡាញ់បុគ្គលដែលជាទីពេញចិត្តជាដើមហ្នឹងនឹងឯងចឹងដល់នៅវិការៈវិកលចរិតឈួតអីចឹងទៅក៏បានដែរនឹងឯងចឹងដោយសារការស្រឡាញ់ការត្រេកអរហើយមើលចឹងការស្រឡាញ់ការត្រេកអរហ្នឹងមានខុសពីកូនក្មេងដែលទៅតែកើតមកកមារាកមារីហ្នឹងណានៅលេងដីហ្នឹងមានខុសអីគ្នាគ្រាន់តែថាវត្ថុលេងសម្រាប់មនុស្សចាស់ហ្នឹងចឹងទៅវានៅតែក្នុងរឿងកាមគុណហ្នឹងកូនក្មេងលេងដីបាយឡប់បាយឡអីចឹងទៅយកដីមកដាក់ត្រឡោកដូងទៅគោធ្វើនំទៅអីចឹងទៅក្មេងស្រុកស្រែលេងចឹងទៅណាហើយដល់ទៅធំមកលេងដីចុះមនុស្សយើងមិនដីដីទឹកភ្លើងខ្យល់ហ្នឹងស្រឡាញ់ទៅត្រេកអរទៅបបោសអែលទៅអោបកសោបទៅហ្នឹងមិនអោបដីមិនលេងដីហ្នឹងមានខុសអីពីរឿងលេងត្រេកអរប្រកាន់ហួងហែងជាងដែលនៅក្មេង100ដង1000ដង10000ដងទៅទៀតហ្នឹងគឺជាវាជារឿងដែលលេងអ្វីក្នុងโลกហ្នឹងហើយកាលណាបើមិនតាន់មានបញ្ញាឃើញវត្តដាក់សង្សារដែលសេចក្តីទុក្ខក្នុងវត្តដាក់ប្រព្រឹត្តទៅដោយតណ្ហាជាសមុទយៈទេអត់តាន់ខ្លាចរបស់ក្នុងโลกហ្នឹងទេវាដូចជារបស់ហ្នឹងបានមកតទេអញ្ចឹងណារបស់ហ្នឹងគេឲ្យមកអញ្ចឹងណាវាដូចអញ្ចឹងអត់តាន់ចេះខ្លាចទេតល់តែដឹងថាតណ្ហាដែលថាអេតាំងមៈនោះជារបស់យើងហ្នឹងជាទុក្ខសមុទយៈជាហេតុដែលនាំឲ្យមានជាតិនាំមកនៅវដ្តសង្សារជ្រាបជាធិមរណៈមិនមានទីបំផុតបានចេះខ្លាចអាការដែលចាប់យករបស់ក្នុងโลกនេះត្រង់ដែលថាអេតាំងមៈនោះជារបស់យើងនេះคล้ายទៅជាអ្នកទោសត្រូវនាំទៅកម្មទីបហាជីវិតគឺជាតិហើយត្រូវទទួលទរណកម្មដោយកងទុក12កងហ្នឹងត្រូវសម្លាប់ត្រូវបហាជីវិតដោយអំណាចនៃសេចក្តីស្លាប់ហ្នឹងបាបកម្មពីវរាអីគឺត្រូវឲ្យផលមកទាំងអស់ណាត្រូវស្លាប់ដោយសារគេវាយគេបហាគេកាត់កកអីហ្នឹងយ៉ាងណាទទួលទោសតន់សពគ្រប់ប្រការហ្នឹងទៅតាមអំណាចនៃកម្មដែលជាអ្នកធ្វើទរណកម្មហ្នឹងហើយប្រហារជីវិតរឿងទោសតន់ក្នុងវត្តដាក់វាច្បាប់របស់វត្តដាក់ចឹងយើងមកគ្រប់គ្រងច្បាប់ហ្នឹងអត់បានទេច្បាប់របស់វត្តដាក់ហ្នឹងវាប្រព្រឹត្តទៅអញ្ចឹងវាត្រូវឲ្យផលទៅតាមកម្មហ្នឹងណដ្ឋិកម្មងសមងពលំកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានអានេះវាជាអាជ្ញាច្បាប់របស់វត្តសង្សារហ្នឹងហ្នឹងឯងវានៅលើកម្មហ្នឹងជាបច្ច័យអញ្ចឹង
ដល់ទៅពុទ្ធបរិស័ទបានយល់ដឹងអំពីតណ្ហានេះដែលនាំឲ្យសាងកម្មនាំឲ្យមានអត្តភាពមានភពជាតិកំណើតហ្នឹងបានបញ្ញានឹងចម្រើនឃើញទុកទោសនៃវត្តដាក់នឹងឯងមិនមែនជារបស់ដែលយើងត្រូវឆ្ងាញ់ត្រូវសនុកត្រូវសុខត្រូវស្រួលត្រូវចាប់យកមកធ្វើជារបស់យើងទេអាហ្នឹងឯងដឹងថារបស់ហ្នឹងក្តៅឃើញទេចក្ខុងអតិតតាំងរូបាអតិតតាចក្ខុវិញ្ញាណังអតិតតាំងសិតតែរបស់ក្តៅដល់តែដឹងថារបស់ក្តៅគឺមិនចាប់ទេអតិតបរិយាយសោតឃើញទេ1000អង្គសម្រាប់ព្រះរហ័តនៅគយាសីសៈប្រទេសបានព្រះអង្គនាំទៅកាន់លទ្ធិវ័ននៅពីខាងលិចភ្នំបណ្ឌវៈហ្នឹងឯងហ្នឹងគឺអតិតបរិយាយសោតព្រះអង្គសម្ដែងពីរបស់ក្តៅតែក្តៅតែកាលណាដឹងថាក្តៅយើងមានចាប់អីរបស់ក្នុងលោកហ្នឹងតែកាលណាចាប់វាក្តៅដោយសារអីដោយសាររាគៈទោសៈមោហៈក្តៅដោយសារអីដោយសារជាតិជរាមរណៈក្តៅដោយសារអីទៀតដោយសារសេចក្តីសោកក្តីខ្សឹកខ្សួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ភ្លើង11កងរាប់មើលឃើញ11អញ្ចឹងរាគៈទោសៈមោហៈ3ជាតិជរាមរណៈ3ទៀតត្រូវជា6នៅ5ទៀតសោកៈបរិទេវៈទុក្ខៈទោមនស្សៈនិងឧបាយាសៈហ្នឹងឯងចឹងហ្នឹងហៅថាភ្លើង11កងហើយបើឃើញលទ្ធផលនៃការចាប់ហ្នឹងវារលាកដោយភ្លើង11កងមានតែចាប់អីអាការមិនចាប់អាការមិនប្រកាន់ហ្នឹងគឺអីគឺការដែលមិនមានតណ្ហាឧបាទាននឹងឯងចឹងដល់អញ្ចឹងវាអត់រលាកហើយអត់រលាកហ្នឹងគឺអត់អីអត់រាគៈទោសៈមោហៈហើយចុះដែលអត់រលាកហ្នឹងអត់អីអត់ជាតិជរាមរណៈហើយចុះអត់រលាកហ្នឹងអត់អីទៀតគឺអត់ក្តីសោកក្តីខ្សឹកខ្សួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់រមែងរួចផុតចាកទុក្ខទាំងពួងព្រោះមិនចាប់មិនប្រកាន់មិនបានជាមិនចាប់មិនប្រកាន់ថាមកអំពីដឹងថាចាប់ទៅវារលាកហើយមិនបានដឹងថាមកអំពីបានស្ដាប់ធម៌របស់ព្រះអង្គហើយប្រតិបត្តិតាមមានបញ្ញាកើតឡើងព្រះអង្គត្រាស់ដឹងសច្ចធម៌យ៉ាងណាពុទ្ធបរិស័ទមានបញ្ញាឃើញសច្ចធម៌យ៉ាងនោះដែរគ្រាន់តែថាមិនមានសព្វយុត្តញាណតសៈពលញ្ញាណអីដូចព្រះអង្គមានប៉ុន្តែសោតាបត្តមគ្គញាណសកតាគាមិមគ្គញាណអនាគាមិមគ្គញាណអរហត្តមគ្គញាណរមែងជាញាណប្រព្រឹត្តទៅដើម្បីសម្លាប់នៅកិលេសនោះនឹងឯងអស់អាសវៈកិលេសនឹងឯងជាបក្ខីណាស្របនឹងគឺដោយសារការប្រតិបត្តិការអប់រំចម្រើននៅចំណេះចេះដឹងនឹងហើយអញ្ចឹងកណាគុណចាស់ញាតិញោមប្រៀបផ្ទឹមមើលជាមួយគ្នានឹងការដែលនៅលេងក្នុងโลกនេះគឺវាជារឿងដែលមិនដឹងថារបស់ក្នុងโลกហ្នឹងមិនល្អលេងទេរបស់ក្នុងโลกហ្នឹងមិនមែនសម្រាប់លេងទេនឹងឯងចឹងពីព្រោះវាជារបស់ក្តៅដល់អញ្ចឹងយើងមើលប្រៀបផ្ទឹមជាមួយនឹងដែលនៅកមារាកមារីថាវាក្មេងហើយដល់តែយើងចាស់ហើយធំហើយនេះនៅលេងដីដែរនេះគឺនៅលេងដីដែរចឹងដីទឹកភ្លើងខ្យល់រូបវេទនាសញ្ញាសង្ខារវិញ្ញាណព្រះអង្គសម្ដែងអ្នកទាំងឡាយចូលឈូសចោលចូលកំចាត់ចោលចូលកំចាយចោលនៅរូបចូលធ្វើឲ្យទៅជារបស់លេងមិនកើតចូលបដិបត្តិដើម្បីការអស់ទៅនៃតណ្ហាក្នុងបេដកលេខ34ទៀតសង្យុត្តនិកាយខណ្ឌវេរវៈអ្នកទាំងឡាយចូលឈូសចោលកំចាត់ចោលកំចាយចោលធ្វើឲ្យទៅជារបស់លេងមិនកើតនៅវេទនាសញ្ញាសង្ខារវិញ្ញាណចូលបដិបត្តិដើម្បីការអស់ទៅនៃតណ្ហាតណ្ហកយោហេរាធៈនិព្វានន្តៈមនារាធៈការអស់ទៅនៃតណ្ហាគឺជាព្រះនិព្វាននឹងព្រះអង្គទ្រង់ប្រកាសណាហ្នឹងឯងចំពោះព្រះរាធៈសម្រាប់ព្រះអរហន្តណាចឹងគាត់ណាជាព្រះអរហន្តមួយអង្គសំបីតែលោកបួសចាស់ហើយនឹងក៏ដោយតែឧបនិស្ស័យលោកមានជាបុគ្គលដែលទូលមានព្រានប្រដៅបានដោយងាយគាត់ណានឹងអញ្ចឹងដូច្នេះឥឡូវនិយាយពីសេចក្តីអត់ធន់ទៀតហើយញាតិញោមពុទ្ធបរិស័ទណាគិតយ៉ាងម៉េចគាត់ណាយើងគិតថាយើងបាននៅរស់ប៉ុណ្ណឹងហើយយើងអត់ធន់រឿងអីអត់បាននោះមើល
ពីព្រោះដែលយើងនៅរស់នេះមិនមែនរស់ចោលតទេទៅណារស់ដើម្បីយើងសិក្សាពធัวប្រតិបត្តិពធัวធម្មានុធម្មបរិបត្តិសំបុណ្យកុសលបំពេញសេចក្តីល្អដូច្នេះយើងចង់បានអីពីអ្នកដទៃទៀតសុំឲ្យតែអ្នកដទៃកុំសម្លាប់យើងប៉ុណ្ណឹងទៅយើងបាននៅរស់ក្នុងថ្ងៃហ្នឹងគឺយើងសុំអីពីខ្លួនឯងបានសពគ្រប់ទាំងអស់សូម្បីតែអ្នកដទៃនឹងឯងប្រព្រឹត្តធ្វើនៅអំពើមិនគួរកប់បីអីផ្សេងក៏នៅតែល្អសម្រាប់យើងអញ្ចឹងព្រោះមិនបានប្រហារជីវិតយើងទុកឲ្យយើងមានជីវិតនៅរស់ឱកាសដែលយើងមានជីវិតនៅរស់នេះជាឱកាសមួយដែលយើងចេញពីโลกនេះបានឲ្យតែទុកជីវិតឲ្យយើងនៅរស់យើងរកផ្លូវចេញអំពីโลกនេះទៅតាមផ្លូវរបស់ព្រះពុទ្ធអង្គឱកាសដែលយើងនៅរស់នេះល្មមគ្រប់គ្រាន់សម្រាប់យើងហើយក្រៅពីនឹងយើងទុកឲ្យសេចក្តីអត់ធន់ធ្វើការទៅទុកឲ្យសតិសម្បជញ្ញៈធ្វើការទៅទុកឲ្យមេត្តាករុណាធ្វើការងារនឹងទៅបំពេញបារមីបន្ថែមក្នុងមជ្ឈិមបដិបទាក្នុងដំណើរដែលយើងត្រូវចេញចាកលោកដោយយើងនឹករលឹកដល់ព្រះពុទ្ធដីកាព្រោះព្រះអង្គសម្ដែងថាបើមានវិធីឲ្យរួចផុតចាកទុក្ខដោយការចាក់ដោយលំពេងមួយថ្ងៃ300លំពេងរហូត100ឆ្នាំអ្នកទាំងឡាយទៅឲ្យគេចាក់ទៅវិធីហ្នឹងងាយស្រួលណាស់ក្នុងការរួចផុតចាកទុក្ខនោះនឹងឯងទាំងងាយស្រួលណាស់ចាក់មួយថ្ងៃ300លំពេងអស់100ឆ្នាំហ្នឹងជាវិធីងាយស្រួលណាស់ទៅឲ្យគេចាក់ទៅដើម្បីរួចផុតចាកទុក្ខប៉ុន្តែវាអត់មានទេវិធីហ្នឹងដូច្នេះអ្នកទាំងឡាយត្រូវអត់ធន់ត្រូវព្យាយាមប្រឹងប្រែងដើម្បីត្រាស់ដឹងនៅសច្ចធម៌ត្រូវអប់រំសិលសមាធិបញ្ញាហ្នឹងណាដើម្បីត្រាស់ដឹងនៅសច្ចធម៌ហ្នឹងណាម្ល៉េះហើយត្រូវអត់ធន់ជាមួយនឹងក្តៅជាមួយនឹងត្រជាក់ជាមួយគ្នានឹងចង្ហាន់បិណ្ឌបាតជាមួយគ្នានឹងមាត់កពាក្យសម្ដីអ្នកដទៃអត់ធន់ទៅវាមិនមែនជាដាវជាលំពេងអីណាឲ្យយើងលំបាកអីពេកទេកាលណាបើយើងអត់ធន់បានមានគុណធម៌ទៅយើងមិនទទួលអ្វីទាំងអស់នឹងយកមកសន្សំឲ្យទៅជាទឹកកខ្វក់ទឹកស្មោកគ្រោកក្នុងចិត្តសន្តានរបស់យើងនោះវាមានអីទាំងយើងទទួលទានយើងចេះមើលណាទឹកនេះមកពីស្រុកណាទឹកនេះគេធ្វើល្អឯងដូចមិនសូវស្រួលទេរត់ទឹកនេះវិញអាហ្នឹងក៏យើងចេះនឹងឯងចំណែកអ្វីដែលយើងត្រូវទទួលយកមកទុកដាក់ក្នុងចិត្តរបស់យើងមិនក៏យើងមិនចេះឲ្យពូកែទៅអ្វីដែលជាកុសលធម៌ទានសិលភាវនាមេត្តាករុណាសន្តោសប្រោសប្រណីអធ្យាស្រ័យឲ្យអភ័យយើងទទួលទៅសន្សំទៅអប់រំទៅចិត្តរបស់យើងទេតាគ្រប់គ្រងឲ្យបានល្អទៅអ្វីដែលជារាគៈទោសៈមោហៈកំណាញ់ចំណែនស្អប់អបកម្មអបកែឆ្លោះទាស់ទែងចោលវាទៅអានឹងឲ្យឆ្លាតចឹងទៅនេះគឺបដិបត្តិគឺជាធម៌បដិបត្តិឲ្យបានកន្លែងនឹងទៅមើលចិត្តរបស់យើងណាទៅទទួលរបស់ស្មៅក្រោកឲ្យបន្ទោសគេអាម៉េចបើយើងមិនទទួលយកមកទេនរណាគេបញ្ចូលឲ្យយើងបានអត់ទេណាអត់មាននរណាគេបញ្ចូលកិលេសបញ្ចូលអាសេចក្តីសៅមងស្មៅក្រោកឲ្យយើងទេគឺអយោនិសោមនសិការៈមិនចេះពិចារណាមិនចេះធ្វើទុកក្នុងចិត្តដោយខ្លួនឯងអានឹងចឹងទៅទេទាំងដូច្នេះអាកោថេនៈជានេកោធាំងអាសាធុងសាធុនីជានេអីជាដើមហ្នឹងយើងត្រូវឈ្នះសេចក្តីក្រោធរបស់យើងហើយយើងនឹងបានឈ្នះបាបអកុសលរបស់អ្នកដទៃឲ្យតែយើងឈ្នះចិត្តរបស់យើងបានតែម្នាក់ឯងហ្នឹងអ្វីក៏យើងឈ្នះទាំងអស់ទៀតនឹងឯងយើងគិតមិនឃើញទេពីរឿងអ្វីក្នុងโลกហ្នឹងចឹងប៉ុន្តែដល់តែយើងឈ្នះបាបឈ្នះកិលេសឈ្នះអវិជ្ជាទៅបានយើងឃើញโลกហ្នឹងអត់មានខ្មោចព្រាយអត់មានអ្វីដែលអាក្រក់សម្រាប់ឲ្យយើងភ័យខ្លាចសម្រាប់ឲ្យយើងមួម៉ងសម្រាប់ឲ្យយើងក្តៅក្រហាយសម្រាប់ឲ្យយើងឆ្លោះប្រកែកអត់ទេទាំងអ្វីជាអារម្មណ៍នៃសេចក្តីសុខស្ងប់ស្រស់បំព្រងក្នុងដំណើរចេញចាកโลกគឺមិនមែនជាអារម្មណ៍ដែលនាំឲ្យជាប់ជំពាក់មិនមែនជាអារម្មណ៍ដែលនាំឲ្យយើងប្រកាន់យកតំអក់នៅនោះឡើយហើយក៏មិនមែនជាអារម្មណ៍ដែលនាំឲ្យយើងមួម៉ៅក្តៅក្រហាយការដែលពុទ្ធបរិស័ទបាននៅសេចក្តីសុខស្ងប់ក្នុងចិត្តនេះឯងដែលជាបដិបទាទៅរកព្រះនិព្វានដែលជាកម្ពូលនៃសេចក្តីសុខស្ងប់គឺឧបសម្មៈសេចក្តីសុខស្ងប់នឹងជាឈ្មោះនៃព្រះនិព្វាននឹងយ៉ាងពុទ្ធបរិស័ទញាតិញោមអត់ធន់បានឬមិនបានតើតែនឹករលឹកឃើញអាវាតរបស់ព្រះអង្គទាំងព្រះអង្គប្រៀបទៅដោយរណាដែលមានដៃទាំងសងខាងអនាយៈហ្នឹង
ហ្នឹងឯងធំតែមនុស្សពីរនាក់កាន់សងខាងអាគល់ឈើហ្នឹងឯងហ្នឹងឯងគេចាប់យកទៅអាដោយរណានឹងកាត់ដៃកាត់ជើងអីចឹងទៅយើងនឹករលឹកមើលចរិយារបស់ព្រះអង្គខន្តិវេទីតបោះនឹករលឹកមើលចូលៈធម្មបាលនឹករលឹកមើលដំរីឆាត់តន់នឹករលឹកមើលព្រះភូរតតនឹករលឹកមើលសង្ឃបាលនេករាជចំបាយនេករាជជាដើមទាំងអស់ហ្នឹងព្រះអង្គអត់ធន់បណ្ណាដើម្បីបំពេញអភិនិហាបារមីឲ្យបានត្រាស់ជាពុទ្ធហើយយើងមិនទទួលមរតកពីព្រះអង្គទេឬក៏យើងចង់ទទួលមរតករបស់មេរបស់បិសាចនៅក្នុងโลกហ្នឹងយើងចង់ធ្វើជាកូនចៅរបស់ខ្មោចព្រាយបិសាចរបស់យក្សមេហ្នឹងឬក៏យើងធ្វើជាកូនជាបុត្រជាធីតារបស់ព្រះអង្គបើធ្វើជាកូនរបស់ព្រះអង្គត្រូវតែទទួលរក្សាមរតករបស់ព្រះអង្គត្រូវសិក្សាពធអាវាទរបស់ព្រះអង្គចងចាំទុកប្រតិបត្តិឲ្យបានសំខាន់គឺអប់រំចិត្តណាកុំរងចាំពេលវេលាណានៃទៀតណាអត់មានពេលសម្រាប់យើងរស់ច្រើនតទៅទៀតទេមិនអី100 ដង 1000 ដងបានជាយើងនៅរស់ដល់ថ្ងៃនេះអីតែម្ដងយប់ហ្នឹងងាប់ហ្នឹងណាមិនបាច់ចាំស្អែកទេចឹងគឺណាដូច្នេះវាមិនមែនចិត្តតែមិនអីរហូតទេណាវាមានអីម្ដងហ្នឹងជាចាំបាច់ត្រូវតែមានអីម្ដងហ្នឹងខ្ញុំបើកឡានដែលអីជិះឡានដែលអីខ្ញុំឈឺមិនដែលអីវាមិនដែលអីហ្នឹងឯងបានជានៅរស់ហ្នឹងឯងប៉ុន្តែមានអាណារស់រហូតមើលមានអាណាដែលមិនអីរហូតអត់មានទេណាមនុស្សរាប់ពាន់លានកោតអ្នកនៅអត់មានរសល់ម្នាក់ទេណាសិតតែទទួលអីម្ដងទៅហ្នឹងឯងចឹងដូច្នេះយើងអត់មានពេលច្រើនទេចឹងអ្វីដែលត្រូវធ្វើក៏រូតរះទៅដែលអាចធ្វើបាននៅក្នុងសមត្ថភាពការរំលឹកដាស់តឿនដោយពធប្រឹងប្រែងទៅអញ្ចឹងគឺធ្វើឲ្យពុទ្ធបរិស័ទយើងមានសេចក្តីសុខត្រង់ដែលថាកាលណាបើយើងមានសេចក្តីអត់ធន់ទៅវាអត់មានរឿងអីបន្តទៅវែងឆ្ងាយនឹងឯងវាបញ្ចប់ត្រឹមតែថាយើងឲ្យអភ័យហើយបាត់ហើយនឹងឲ្យអភ័យនឹងហើយគឺវាអត់មានរឿងបកាយប្រកាន់ឆ្លោះបកាយទៅទៀតមានរឿងអីទៀតគឺហ្នឹងឯងចឹងដូច្នេះឱកាសពេលវេលាទានសិលភាវនាយើងរីករាយទៅហ្នឹងឯងទៅយើងបកាយប្រកាន់ឆ្លោះបកាយឲ្យកើតទៅជារឿងមួម៉ៅក្តៅក្រហាយរំខានបុណ្យកុសលរបស់យើងធ្វើអីហ្នឹងឯងចឹងមិនយូរប្រហែលយើងនឹងព្រាត់ប្រាសចាកលោកនឹងទៅដូច្នេះម្យ៉ាងត្រូវរៀនកំណត់អកុសលវិបាកឃើញហើយបានដឹងរឿងណាវាជាការពិតត្រង់ឃើញបានដឹងរឿងវាជាការពិតត្រង់ឮហើយបានដឹងរឿងហើយយើងទៅបន្ទោសអ្នកណាបើវានៅលើវិបាកកម្មរបស់យើងត្រង់ឃើញហើយឮហើយដឹងក្លិនដឹងរសដឹងផោតថពៈសតិរលឹកដឹងតន់កន្លែងហ្នឹងណាហ្នឹងឯងឧទាហរណ៍ថាអ្នកដតីហ្នឹងគេមិនគោរពគេមិនបូជាយើងហ្នឹងឯងអាហ្នឹងវារឿងអត់លៀបរឿងអត់យោះណាវាតេតួងនឹងអីបានដឹងរឿងឃើញហើយបានដឹងរឿងគេចងេងចងាងដាក់គេមិនគោរពគេមិនគួរសមកូនចៅអីទាំងអស់ហ្នឹងអាហ្នឹងឃើញហើយបានដឹងរឿងណាណែចក្ខុវិញ្ញាណហ្នឹងអកុសលវិបាកមិនឃើញតេឯងទេណាមិនគ្រាន់តែយើងអ្នកឃើញទេណាចក្ខុវិញ្ញាណអកុសលវិបាកបានមโนទ្វេរវិធ័យចិត្តដឹងរឿងហ្នឹងបើអត់មានអកុសលវិបាកហ្នឹងទេធ្វើម៉េចដឹងរឿងវាដូចជាកុសលវិបាកកើតឡើងឃើញទៅដឹងថាកូនចៅល្អណាស់គោរពបូជាថ្វាយបង្គំអ្នកដតីអីនឹងឯងគោរពបូជាសំពះថ្វាយបង្គំបានលៀបបានសក្ការៈអីហ្នឹងអ្នកដតីនឹងនិយាយបរោះនិយាយសរសើរសោតវិញ្ញាណកុសលវិបាកបើសោតវិញ្ញាណកុសលវិបាកអញ្ចឹងវាដឹងរឿងល្អបាត់ហើយតែមានចាំបាច់យើងទៅឆ្លោះទៅប្រកែកទៅទៀមទាពីណាឲ្យតែកុសលវិបាកកើតឡើងដឹងរឿងល្អរត់ទទួលទានមានបានមកពីឃើញរូបល្អឬសំឡេងល្អធំក្លិនដឹងរសដឹងផោតថពៈល្អហើយយើងទៅទៀមទាពីណាហ្នឹងយើងត្រូវទៅទទួលទៅទៀមទាកើតទុកបន្សពចិត្តពីណាបើកុសលវិបាកវាកើតឡើងសម្រាប់យើងហើយប៉ុណ្ណឹងប៉ុន្តែបើយើងមិនចេះគ្រប់គ្រាន់ទេគ្មានស្អីមួយចេះមកផ្គប់
ចិត្តយើងបានទេបើតើលើយើងចេះព្រមចេះល្មមជាមួយនឹងវិបាកកម្មរបស់យើងប៉ុណ្្នឹងទៅចឹងប៉ុណ្្នឹងបានហើយបើគេមិនទាំងបានប៉ុណ្្នឹងផងនេះឥឡូវយើងបានឃើញប៉ុណ្ណឹងឬដុំក្លិនដឹងរសដឹងផុតតពៈប៉ុណ្ណឹងបានហើយសេចក្តីដែលសំខាន់វាមិនមែននៅលើវិបាកកម្មកក្រឹកកក្រែងកថឹកអ៊ូអអីទៅទេសេចក្តីសំខាន់គឺយើងបាននៅរស់ហើយប្រព្រឹត្តព្រះមច្ចរិយធម៌ដើម្បីចេញចាកលោកនេះយើងមិនមែនរស់នៅដើម្បីបំរើភ្នែកបំរើតិចបំរើច្រមុះបំរើអណ្ដាតបំរើកាយបំរើប្រសាទរូបបំរើការសោយអារម្មណ៍នឹងទេនឹងឯងរបស់ទាំងអស់នឹងចោលទៅគ្រប់ទៅជាតិទេតើទៅចំណាយពេលវេលាចំណាយចិត្តកាយដើម្បីបំរើបញ្ញខណ្ឌបំរើកិលេសនឹងធ្វើអីយើងល្មមតែរស់នៅដើម្បីខ្លួនឯងហើយពាក្យថារស់នៅដើម្បីខ្លួនឯងធ្វើអ្វីដើម្បីខ្លួនឯងក្នុងទីនេះតើយើងស្ដាប់បានថាម៉េចគឺបានទីក្តីថាខ្លួនទីពឹងកុសលធម៌ដែលជាលោកយៈកុសលថ្នាក់សតិប្បដ្ឋានហើយនឹងលោកកតរៈកុសលដែលព្រះអង្គសម្ដែងថាអ្នកទាំងឡាយក៏បីមានខ្លួនឯងជាទីពឹងក៏មានអ្នកដតីក៏មានអ្វីដតីជាទីពឹងអត្តទីបាអត្តសរណានេះអនញ្ញសរណាមានខ្លួនឯងជាទីពឹងជាកោះមានខ្លួនឯងជាសរណៈជាទីរលឹកអនញ្ញសរណាក៏មានអ្វីដតីជាទីពឹងទីរលឹកឡើយធម្មទីបាធម្មសរណាអនញ្ញសរណារួចទៅបានព្រះអង្គសម្ដែងសតិប្បដ្ឋាន4ហ្នឹងឯងដែលឈ្មោះថាលមមយើងធ្វើអ្វីដើម្បីខ្លួនយើងហើយពាក្យថាធ្វើអ្វីដើម្បីខ្លួនយើងមិនមែនយើងធ្វើអ្វីគ្រាន់តែបំរើផ្គប់គុណកិលេសអ្នកដទៃដើម្បីឲ្យគេសរសើរដើម្បីឲ្យគេសប្បាយចិត្តអីតែប៉ុណ្ណឹងទៅនោះទេហើយក៏មិនមែនជាយើងដែលត្រូវធ្វើដើម្បីបំរើកិលេសបំរើតណ្ហាបំរើការពេញចិត្តដែរត្រូវតែជាអ្នកប្រតិបត្តិបំរើព្រះសម្មាសម្ពុទ្ធព្រះសេកបុគ្គលកំពុងតែបំរើព្រះសម្មាសម្ពុទ្ធព្រះអរហន្តឈ្មោះថាព្រះពុទ្ធ